บอบโอนប្រើប្រាស់ iPhone មានបញ្ហាដូចខ្ញុំអញ្ចឹងបបអូន Apple ID គឺចុចឲ្យបានទេបងប្អូនគឺគៀងតែម្ដងបាទចុចមិនចុចបានបាទហើយវិធីនេះបងប្អូនកុំតិនអាចទៅជាងអីបងប្អូនបាទបើសិនបងប្អូនប្រូលេខគោលក៏ប្រូបានបងប្អូនបាទហើយវិធីនេះគឺដំណោះស្រាយបន្តិចមួយទៀតបងប្អូនបាទឥឡូវនេះបងប្អូនអូឡើងលើទៅបាទរូបពាក្យមួយថា screen time នេះបាទចុចទៅបាទបងប្អូនឃើញទេនេះ content privacy restrict បងប្អូនចុចទៅបាទចុចឡើងហើយបងប្អូនអូឡើងលើទៀតបាទរូបពាក្យថា account នេះបាទចុចទៅបាទយើងច្រឡប់តែចុចលេខនេះមកបាទហើយនេះ I don't allow នេះគឺអត់ដោះស្រាយបាទទេដូរលេខកូដដូរបានដែរបាទហើយបងប្អូនត្រូវដាក់នេះខាងលើនេះ allow ហ្នឹងបាទថយទៅវិញទៅមើលវិញបាទចុចទៅបាទឃើញទេបងប្អូនយើងអាចចុចបានធម្មតាទេបាទហើយយើងអាចប្រើបានធម្មតាវិញបាទបងប្អូនបាទបើបងប្អូនមានបញ្ហាដូចខ្ញុំបងប្អូនអាចទស្សនាវីដេអូបានហើយធ្វើតាមវីដេអូបានបាទហើយក្នុងវីដេអូនេះមានប៉ុណ្ណឹងបាទសូមអរគុណសូមជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយ